khơi hơi sáng mình chụp đấy không từ chết biết cà thiết đỏ mà đọt ấy này đọt bằng xa xế từ chết mình tên thực tam băng tam ấy cứ cọ hơi lại nên nhung cục một trăm rồi lương chỉ từ David website bật mong đọc ở các thiết đọt đài người ở đây chỉ nói được như vậy mình chỉ nói được lời rútในខាងក្នុងlờiទៅមកlờiនេះរថភ្លើងនេះមានរថធម្មរថភ្លើងធម្មតាវាយកាតហ្នឹងគឺតម្លៃធូរថ្លៃជាងគេហើយមកបន្ទាប់ពីវាយកាតមកទិញសវត្តអាហ្នឹងទិញសវត្តធម្មតាតម្លៃរៀងពោះតិចដែរហើយលើទិញសវត្តហ្នឹងគឺរថភ្លើងលបឿនលឿនហើយ KTX ហ្នឹងលបឿនលឿនណាលបឿនវាពី300គីឡូម៉ែត្រក្នុង1ម៉ោងលឿនមែនទេជីហឹងទៅជាលឿនវិញមើលចំណតទៅគឺអត់មានមនុស្សទេដែលសារតែរថភ្លើងទៅចេញទៅមិនអញ្ចឹងហើយខ្ញុំចាំជឿក្រោយសប្រហែលចំណតទៀតទេបានមកដល់នេះ4-5ចំណតទៀតបានមកដល់ហើយបងប្អូនទស្សនាវីដេអូកុំភ្លេចជួយ follow page និងជួយ share ម្នាក់មួយផងចាខ្ញុំថតវីដេអូចាជួយបងប្អូនទស្សនាក្រោយទៀតនេះមើលឆ្លាស់ឡើងអត់មានមនុស្សសោះហើយនោះរូបស្លឹមទៅខាងនោះឆ្ងាយរូបភ្លើងមួយខ្សែឆ្ងាយពួកអីកេរីប្រជាជនច្រើនដល់ពេលចឹងហើយរូបភ្លើងគឺវែងហើយរូបភ្លើងវែងប៉ុណ្ណឹងហើយនៅតែណែនទៀតណានៅតំបន់នេះដោយសារតំបន់វាអត់ទៅមានប្រជាជនច្រើនទេណែនប៉ុណ្ណឹងបើនៅសាអ៊ូវិញបងប្អូនហើយរកកន្លែងកុំថាឡើយរកកន្លែងអង្គុយរកកន្លែងឈរមិនចង់មានឆ្អៀតហ្មងណែនរថភ្លើងណែនហ្មងប្រជាជនច្រើន50លានអ្នកជាងគេហើយគេសាអ៊ូនោះគឺជាតំបន់ដែលមានប្រជាជនច្រើនជាងគេអូយចាំបាច់ខ្យល់មកកំពុងតែជាក់ផងនេះនិយាយចេញផ្សែងហើយស្ថានីយ៍រថភ្លើងនេះគឺនៅលើអាកាសកេរនៅលើអាកាសក៏មាននៅក្រោមដីក៏មាននៅលើដីក៏មានគឺមានគ្រប់រើសហ្មងហើយមធ្យោបាយធ្វើដំណើរតាមរថភ្លើងនេះគឺពេញនិយមមែនទែននៅកេរវាសុវត្ថិភាពទី1សុវត្ថិភាពទី2រថភ្លើងវាយកាតនេះអស់តម្លៃធូរថ្លៃអស់1300វ៉ុនប៉ាយើងប្រាក់ប្រហែល5000ចុះប៉ុណ្ណឹងប្រហែល5000រៀលប៉ុណ្ណឹងហើយមួយទៀតរថភ្លើងទិញសវត្តមធ្យមហ្នឹងវាគ្រាន់បានដែរតម្លៃ10000ជាងអីដែរ10000ជាងលុយវ៉ុនប្រហែលជា$10ចឹងហើយនឹងមួយទៀតតាមចិត្តតាមឆ្ងាយមួយទៀតរថភ្លើងលបឿនលឿនអាហ្នឹងលឿនណាគេហៅ KTX អាហ្នឹងលបឿនវាចាប់ពី200គីឡូម៉ែត្រដល់400គីឡូម៉ែត្រក្នុង1ម៉ោងហ្នឹងលឿនមែនតើហ្មងចង្ងាយរាប់រយគីឡូម៉ែត្របើកទៅ1ម៉ោងលឿនចឹងតែផ្លូវនេះក៏មានរថដែរតែអត់ស្អីសបោទេតែចំណតនេះគឺអត់មានទេមានដល់ចំណតណាមានគ្រប់vềចំណតទេអូជិះបងប្អូននឹងដៃឡើងក៏ហូបចាំងថ្ងៃដៃនេះមើលឃើញតិចពេកដៃឡើងក៏ហូបបាយបងប្អូនកុំភ្លេចជួយ share ម្នាក់មួយផងជួបគ្នាវីដេអូក្រោយ